បាទសួស្តីប្រិមិត្តបាល់ទាត់កំពូលលីកទាំង5បានត្រឡប់មកវិញហើយនៅក្នុងយប់ថ្ងៃសៅរ៍ទី29វិច្ឆិកានេះបងប្អូនហើយសម្រាប់រាត្រីនេះគឺមាន4គូនឹងធ្វើការវិភាគចែកជូនបងប្អូនទាំងអស់គ្នាបាទសម្រាប់គូទី1នៅក្នុងប្រទេសអង់គ្លេសគឺក្រុម Mikel Manchester City ត្រូវបើកទ្វារអ៊ីទីហាតស្វាគមន៍ក្រុម Leeds United នៅវេលាម៉ោង10យប់នេះបងប្អូនណាចាំមើលតើរាត្រីនេះបាទ Man City អាចយកឈ្នះទៅលើ Leeds United ប៉ុន្មានគ្រាប់យើងធ្វើការនិយាយបន្តិចទៀតនេះហើយនៅវេលាម៉ោង3បាទម៉ោង3រំលងអាត្រីនោះក៏មានការប្រកួតរវាងក្លឹប Spurs បាទ Tottenham Hotspur ត្រូវបើកទ្វារស្វាគមន៍ក្រុម Fulham បងប្អូនបាទហើយក៏មានការប្រកួតនៅក្នុងប្រទេសអាល្លឺម៉ង់បាទអាល្លឺម៉ង់គឺមានគូធំមួយដែររវាងក្លឹប Bayern Munich ត្រូវបើកទ្វារ Allianz Arena ស្វាគមន៍ក្រុម Estepoli នៅវេលាម៉ោង 9:30 ហើយនៅក្នុងប្រទេសអេស្ប៉ាញគឺមានការប្រកួតរវាងក្លឹបបាទ Barcelona បាទ Barcelona ត្រូវបើកទ្វារស្វាគមន៍ក្រុមបាទ Deportivo Alaves នៅក្នុងប្រទេសបារាំងបាទ Ligue 1គឺជាជំនួបគ្នារវាងក្លឹបបាទ Paris Saint-Germain ត្រូវទៅលេងនៅទឹកដីរបស់ AS Monaco បងប្អូនណាបាទទាំងអស់នេះសុទ្ធតែជាគូសំខាន់ដែលយើងត្រូវធ្វើការនិយាយបន្តិចទៀតនេះប៉ុន្តែមុនធ្វើការនិយាយសំណុំពរបងប្អូនចូល Channel Telegram របស់ខ្ញុំម្នាក់មួយទៅបងប្អូនណាបាទ Channel Telegram ពិសេសគេអីគឺមាន link នៅក្នុង pin comment សម្រាប់ Facebook នេះសម្រាប់បងប្អូន YouTube អាច join នៅក្នុង description សម្រាប់បងប្អូនក្នុង TikTok ចូលក្នុង profile គឺមាន link នឹង bio បាទចូលទៅដើម្បីមើលការ live បន្តផ្ទាល់បាល់ទាត់គូពិសេសរបស់យើងកុំឲ្យខកខានឲ្យសោះបាទបាទអញ្ចឹងយើងនិយាយដល់គូសំខាន់ទី1តែម្ដងទៅគឺ Man City ត្រូវប៉ះគ្នាជាមួយនឹង Leeds United បងប្អូនណាបាទ Man City ការប្រកួតចុងក្រោយរបស់គាត់ខកចិត្តមែនទែនបាទបែរជាផ្្លាត់ចាញ់ទៅលើក្រុម Bayer Leverkusen នៅក្នុងដីខ្លួនឯង2-0ណានៅក្នុង UEFA Champions League បាទប៉ុន្តែយប់នេះប៉ះគ្នាជាមួយ Leeds United នេះ Leeds United គឺជាក្រុមដែលខ្សោយមួយបងប្អូនណាបាទថ្ងៃនេះនៅលេខរៀងទី18 19ឯណោះបាទ Leeds United មិនដឹងជាអ្វីទិញកីឡាករចូលច្រើនដែរប៉ុន្តែមិនអាចស្ដារក្លឹបបានទេបាទកំពុងតែស្ថិតនៅក្នុងបេក្ខភាពដែលត្រូវធ្លាក់ទៅ Championship វិញហើយសម្រាប់ Man City នេះយើងមិនដឹងថាគាត់ខ្លាំងឬក៏ខ្សោយទេបងប្អូនប្រកួតខ្លះក៏ខ្លាំងទៅប្រកួតខ្លះក៏ខ្សោយទៅបាទលេងចាញ់ Newcastle អីចឹងទៅណាបាទហើយចាញ់ទៅលើក្លឹប Bayer Leverkusen គឺវាសឹងថាមិនជឿបងប្អូនខ្លះក៏មិនជឿដែរបាទគឺវាលទ្ធផលនេះគឺពិបាកស្មានណាដោយសារតែ Bayer Leverkusen ក្នុងរដូវកាលថ្មីនេះបងប្អូនមើលឃើញថាគាត់តម្រង់លេងនៅក្នុងអាល្លឺម៉ង់ដូចជាមិនណាទេប៉ុន្តែនៅពេលដែលលេងមួយ Man City បែរជាយកឈ្នះទៅលើ Man City ក្នុងដីទៀតមិនធម្មតាទេបាទអញ្ចឹងបើនិយាយអំពីការប៉ះគ្នារវាង Leeds United ជាមួយនឹងក្លឹបMan City នេះបងប្អូនណាប៉ះគ្នា10លើកចុងក្រោយគឺ Man City ឈ្នះ6ដងបាទ Leeds United ឈ្នះ2ដងហើយស្មើគ្នាចំនួន2ដងហើយបើនិយាយអំពីការប៉ះគ្នាលើកចុងក្រោយបំផុតនៅឆ្នាំ2023បាទកាលនោះ Leeds នៅលេងនៅក្នុង Premier League ណាដល់ឆ្នាំ2024ក៏ធ្លាក់ទៅ Championship វិញពេលនោះគឺ Man City យកឈ្នះ2-1ណាបាទទៅលើ Leeds United ទាំងក្នុងដីទាំងក្រៅដីបាទក្រៅដីស៊ី3-1ក្នុងដីស៊ី2-1បាទនិយាយអំពី5ប្រកួតចុងក្រោយរបស់ Man City បងប្អូនដឹងហើយគឺឈ្នះ3ចាញ់2បាទឈ្នះ3ចាញ់2ការប្រកួតចុងក្រោយចាញ់ទៅលើ Bayer Leverkusen 2-0 នឹងឯងហើយបើនិយាយអំពី Leeds បាទ5ប្រកួតចុងក្រោយរបស់គាត់អត់ល្អទេណាបាទ5ប្រកួតចុងក្រោយរបស់ Leeds គឺចាញ់4ដងឈ្នះតែ1លើកទេបាទឈ្នះតែ1លើកទេហើយចាញ់4ដងប្រកួតចុងក្រោយរបស់ Leeds ដូចជាចាញ់ទៅលើក្រុម Aston Villa ក្នុងលទ្ធផល2-1បងប្អូនណាបាទ Man City បច្ចុប្បន្នគឺឈរនៅលេខរៀងទី3ណាលេខរៀងទី3ដែរគឺគួរសមបាទនៅតែមានបេក្ខភាពក្នុងការប្រជែងពាន Premier League នៅការនេះជាមួយនឹង Arsenal ជាមួយ Chelsea ជាមួយអីហ្នឹងណាបងប្អូនបើ Liverpool ខ្ញុំចប់ហើយបាទលេខរៀងទី12បាទនិយាយអំពីសមាជិកកីឡាករដែលដាក់លេងយប់នេះនិងកីឡាកររបួសសម្រាប់ Manchester City បាទរបួសមានតែ2នាក់ទេគឺកីឡាករ Mateo Kovacic ក៏ដូចជាកីឡាករ Rodri បងប្អូនណាសម្រាប់ខាង Leeds គឺរបួសមាន3នាក់ប៉ុន្តែបងប្អូនទូខ្ញុំនិយាយក៏មិនស្គាល់ដែរមាន long stop មាន start ក៏ដូចជា Bono ជាដើមណាហើយសម្រាប់យប់នេះសម្រាប់ខាងក្រុម Manchester City ប្លែកប្រើទម្រង់ 4-3-2-1 បាទ 4-3-2-1 ជាទម្រង់ពីរ៉ាមីតបងប្អូន 4-3-2-1 វាស្រួចទៅលើចេះបាទ 4-3-2-1 ហើយអ្នកចាំទីគឺកីឡាករ Donnarumma ខ្សែការពារបាទ Nico O'Reilly នៅខាងឆ្វេងកណ្ដាលមាន Giorgio Ruben Dias ខាងស្ដាំគឺកីឡាករ Martin Nunes តំបន់បម្រើមាន Bernardo Silva Nico Gonzalez បាទខាងឆ្វេងគឺកីឡាករ Phil Foden សម្រាប់តំបន់ប្រយុទ្ធបាទបម្រើប្រយុទ្ធមានដូចជា Savinho មាន Jeremy Doku នៅខាងឆ្វេងបាទខ្សែប្រយុទ្ធទល់គឺ Erling Haaland បងប្អូនណាអញ្ចឹងបើយើងមើលអំពីទម្រង់នេះបាទនេះប្លែកបាទសម្រាប់ Pep Guardiola គាត់និយាយទៅសម្រាប់តា Pep នេះគឺគាត់បដូររហូតទម្រង់របស់គាត់បងប្អូនណា 4-3-3 ពេលខ្លះ 4-3-3 ទៅពេលខ្លះ 4-2-3-1 ពេលខ្លះ 4-1-4-1 ពេលខ្លះ 4-4-2 ទៀតពេលខ្លះ
ឥឡូវមកតម្រង់ពីរ៉ាមីតទៅថា4 3 2 1ណាអញ្ចឹងគាត់ប្រែប្រួលរហូតក្បួនរបស់គាត់បើនិយាយអំពីកីឡាកររបស់ Man City កីឡាករដែលលេចធ្លោខ្លាំងបំផុតនោះគឺ Jeremy Doku ណាជាមួយនឹង Haaland បងប្អូនណាបាទពីរអ្នកនេះគឺជាkey សំខាន់មែនទែនសម្រាប់Man City បើនិយាយពី Doku វិញដូចតុងអញ្ចឹងបាទអូយលឿនណាស់បងប្អូនឈ្មោះទៅហ្មងម្នាក់ពីរនាក់បិទ Jeremy Doku អត់ជាប់ទេណាបាទគឺសាហាវមែនទែនហើយ Haaland នៅបន្តរកគ្រាប់បាល់ល្អប្រសើរមែនទែនបាទសម្រាប់ Haaland ច្បាស់ណាស់បងប្អូននិយាយទៅកីឡាករដែលច្បាស់ខ្សែប្រយុទ្ធប្រអប់ខ្ញុំមើលឃើញក្នុងពិភពបាល់ទាត់បច្ចុប្បន្នបងប្អូនណាមានតែ3នាក់ទេបាទទី1គឺ Haaland នេះឯងទី2គឺ Mbappe បាទ Kylian Mbappe នេះក៏ខ្លាំងដែរព្រោះការរកគ្រាប់បាល់របស់គាត់ញាក់ខ្សែចម្រុងបាទទី3គឺ Harry Kane បាទ Harry Kane របស់Bayern Munich 3នាក់នេះញាក់ខ្សែចេះបច្ចុប្បន្នគឺនិយាយទៅយើងអត់តន់មើលឃើញថាខ្សែប្រយុទ្ធណាដែលលេចធ្លោជាង3នាក់នេះទេបងប្អូនណាបើមិនជាបងប្អូនមានឃើញថាខ្សែប្រយុទ្ធណាដែលលេចធ្លោជាងនេះអាចប្រាប់ផងវាខ្សែប្រយុទ្ធវាមានច្រើនវាមានប្រយុទ្ធឆ្វេងប្រយុទ្ធស្ដាំខ្ញុំចង់និយាយអំពីប្រយុទ្ធកដាលបងប្អូនណាប្រយុទ្ធប្រអប់អូខេបើនិយាយអំពី Savinho គាត់រៀងនៅក្មេងបន្តិចណាបងប្អូនណាបាទ Savinho រៀងក្មេងបន្តិចហើយបើ Phil Foden បើប្រៀបធៀបនឹងរដូវកាលមុន Phil Foden អាចនិយាយថាធ្លាក់ជើងបាទអ្វីដែលខ្ញុំមើលឃើញណាបាទ Phil Foden រជ្ជកាលមាសរបស់ Phil Foden គឺឆ្នាំ2022-23បាទ21-22-23នេះ Phil Foden កំពុងខ្លាំងមែនទែនប៉ុន្តែដល់កាលមុនក៏ Phil Foden រៀងធ្លាក់ដែរបាទដល់កាលនេះក៏ធ្លាក់បន្ទុករបស់គាត់ដូចជាមិនច្រើនទេបាទ6ចុចជាងណាបាទបើប្រៀបនឹង Haaland បន្ទុករបស់គាត់8ចុចបាទអន់បំផុតក៏795 7.8អញ្ចឹងដែរបាទហើយ Jeremy Doku បន្ទុករបស់គាត់គឺភាគច្រើនគឺ7ចុចជាងទាំងអស់បាទ7ចុចជាងទាំងអស់បើ Savinho បន្ទុករបស់គាត់មធ្យមមួយភាគគឺ6ចុចដែរណាបាទនិយាយទៅកីឡាកររបស់ Man City ជំនាន់ក្រោយនេះវាធ្លាក់បើប្រៀបនឹងជំនាន់មុនបាទជំនាន់ Kevin De Bruyne ជំនាន់ Rodri ជាមួយ Bernardo Silva កំពុងខ្លាំងហើយណាបងប្អូនប៉ុន្តែពួកគាត់ចាស់អស់ហើយអញ្ចឹងកីឡាករចំណូលថ្មីនេះដូចមិនដឹងនិយាយថាម៉េចបាទបើប្រៀបធៀបនឹងជំនាន់មុនគឺចាញ់បាទចាញ់អញ្ចឹងខ្ញុំគិតថា Man City ប៉ះគ្នាជាមួយនឹង Leeds United នេះវាមិនមែនជាគីឡូឲ្យដែលពិបាកក្នុងការរកគ្រាប់បាល់ទេបងប្អូនណាព្រោះ Leeds គ្នាខ្សោយមែនតើណា Leeds United នេះបើនិយាយ7ប្រកួតរបស់គាត់ចាញ់6បាត់ហើយបងប្អូនណាលេងអត់ល្អទេបាទ Leeds United និយាយទៅគាត់ត្រៀមតែធ្លាក់ទៅ Championship វិញទេណាអញ្ចឹងគាត់តែលេងកម្ដរគេនៅក្នុង Premier League នឹងដល់ការនឹងតែម្ដងអញ្ចឹងយប់នេះខ្ញុំគិតថា Man City គឺមានអត្រាឈ្នះខ្ពស់ណាមួយវាឈឺចាប់ភាពឈឺចាប់របស់គាត់ចាញ់ពីប្រកួតជាប់គ្នាបាទជាពិសេសគឺចាញ់ជាមួយនឹង Bayer បាទ Leverkusen នៅក្នុងដីខ្លួនឯងអញ្ចឹងប្រកួតនេះខ្ញុំគិតថាមិនស្មើទេបាទហើយក៏មិនចាញ់ហើយក៏មិនស្មើដែរយប់នេះ Man City នឹងអាចយកឈ្នះទៅលើ Leeds បាទ3-0 បាទ3-0ឬក៏4-1បាទ3-0-4-1ហ្នឹងបាល់នេះបើសិនជាបងប្អូនលេង over ក៏បានវាយក៏បានណាបងប្អូនវាយ1កន្លះបូក2បាទវាយ1កន្លះបូក2ណាសម្រាប់ Man City ខ្ញុំរៀបមកវាយតែម្ដងទៅបាទជឿថា Man City នឹងឈ្នះនៅក្នុងយប់នេះដាច់ខាតបាទមិនចាញ់ទេអូខេអញ្ចឹងយើងនិយាយដល់គូនិយាយក្នុងអង់គ្លេសអស់សិនចាំនិយាយគូកៅលីកអង់គ្លេសបងប្អូនណាបាទ Spurs បាទ Spurs ទៅប៉ះគ្នាជាមួយ Fulham Spurs នេះខ្ញុំមិនដឹងនិយាយថាម៉េចដែរបាទ Spurs នេះធ្លាក់ដូចតែ Man U អញ្ចឹងបាទពីណាខ្លាំងពីណាខ្សោយអញ្ចឹងណាបាទអញ្ចឹងការប្រកួតចុងក្រោយរបស់ Spurs បានចាញ់ទៅលើ Paris Saint-Germain 5-3បងប្អូនណាចាញ់ទៅលើ Paris 5-3កាលនោះ Paris កាត់ក្រហមទៀតហើយចាញ់លើ Arsenal ស្មើគ្នាជាមួយ Man U បាទហើយក៏ឈ្នះទៅលើ Copenhagen 4-0 បាទនៅក្នុងក្របខ័ណ្ឌ Champions League ហើយចាញ់ Chelsea 5ប្រកួតចុងក្រោយរបស់ Spurs ឈ្នះតែមួយលើកទេបងប្អូនណាឈ្នះមួយលើកចាញ់2ចាញ់3បាទឈ្នះមួយលើកចាញ់3ស្មើ1ឈ្នះមួយលើកចាញ់3ស្មើ1អត់ល្អទេ Spurs ធ្លាក់ជើងខ្លាំងមែនតើណាបងប្អូនប៉ុន្តែ Spurs ត្រឡប់ក៏តែប៉ុណ្្នឹងបាទហៅថាក្រុមដែលលេងកំដរ Premier League បើនិយាយអំពីការប្រជែងពានរបស់គាត់ដូចជាអត់មានទេសម្រាប់ Spurs នេះលេងតែលក្ខណៈថាកំដរគេមិនទេខ្ញុំមិនដឹងដែរបាទតាំងពីថ្នាក់ដឹកនាំរបស់ Spurs វាអត់មានឆន្ទៈក្នុងការដណ្ដើមពានបងប្អូនណាបាទមើលការទិញកីឡាកររបស់គាត់ដូចវាមិនរន្ធើកមិនដើរដូចគេអញ្ចឹងណាបាទគេជួច្បល់ដណ្ដើមពានសម្រាប់ Spurs លេងមួយឈ្នះក៏ឈ្នះចាញ់ក៏ចាញ់អញ្ចឹងទៅអញ្ចឹងយើងពិបាកនិយាយសម្រាប់ Spurs នេះបាទនិយាយពីកីឡាកររបស់គាត់សួរថាអន់ទេកីឡាកររបស់ Spurs ល្អណាបងប្អូនប៉ុន្តែលេងកើតបាទដូច Man U ដែរហើយ Liverpool នេះកីឡាករសើថ្លៃលេងកើតដូចគ្នាបាទពិបាកមែនតើណាអញ្ចឹងឥឡូវនេះវា
លោកក្រោយច្រាស់លោកមុខហើយលក្ខណៈថាក្រុមដែលខ្លាំងចំនួនមុនបាទឥឡូវធ្លាក់ជើងវិញហើយក្រុមដែលខ្សោយឡើងវិញបាទឡើងវិញណាបាទវាពិបាកមែនតើបាទពិបាកមែនតើដូច Man City Liverpool គឺក្រុមកំពូលនៅអង់គ្លេសបាទធ្លាក់ជើងក្លុកហើយអង្គដូច Man U ណាបាទប្រវត្តិសាស្ត្រ Man U ជោគជ័យឥឡូវ Man U ឥឡូវដនដាបវាអញ្ចឹងណាបាទហើយក្រុមឥឡូវនេះដូចជាងូកសដូចជាក្រុមទៅសម្បីតែ Sunderland ក៏មានកៅអី top 4 top 5គេដែរចាក្រុមមុំដូចជា Arsenal វាចង់និយាយថា Arsenal នេះគឺក្រុមគាត់នឹងណាมันខ្លាំងពេកមិនខ្សោយពេកអញ្ចឹងបើសិនជាមានក្រុមខ្លាំងគាត់ធ្លាក់ជើងគឺ Arsenal គឺមានឱកាសក្នុងការប្រជែងពានដែរ Arsenal បើនិយាយទៅគាត់នឹងបាទសួរថាគាត់ខ្លាំងគាត់ខ្លាំងមែនប៉ុន្តែគាត់នឹងល្អណា Arsenal លេងនឹងវាអត់មានថាឡើងខ្ពស់ពេកធ្លាក់ពេកបងប្អូន Arsenal ទៅទេស្មើត្រឹមហ្មងដូចឡានបាល់កុងទ័រ100ស្មើអញ្ចឹងណាវាមិនដូចជាក្រុម Man City Liverpool ឯនេះបាទត្រូវឡើង120ដល់ធ្លាក់នៅសល់តលបឿន20គីឡូក្នុង1ម៉ោងអញ្ចឹងទៅបាទធ្លាក់ពេកឡើងខ្ពស់ពេកវាអត់នឹងដូច Arsenal ណាអញ្ចឹង Arsenal លេងនឹងអញ្ចឹងដល់ការនេះគិតថា Arsenal មានឱកាសលើកពានខ្ពស់មែនទែនណាបងប្អូនព្រោះមើល Liverpool មើលMan City យ៉ាប់យើងអស់ហើយអូខេហើយបើយើងនិយាយអំពី Spurs ជាមួយនឹង Fulham យប់នេះបាទប្រវត្តិគឺ Spurs គេល្អធម្មតាក្រុមមានខ្លាំងជាងបាទ Spurs ឈ្នះ5 Fulham ឈ្នះ3ស្មើ2បងប្អូនណាការប៉ះគ្នាលើចុងក្រោយគឺចាញ់ Fulham ទេបាទប៉ះគ្នាលើចុងក្រោយគឺនៅក្នុងដី Fulham យកឈ្នះ Spurs 2-0 ហើយក្នុងដី Spurs បានតែ1ស្មើបាទហើយបើនិយាយពី5ប្រកួតដូចខ្ញុំនិយាយចឹងឈ្នះតែមួយលើកទេចាញ់3ស្មើ1ហើយបើនិយាយពី Fulham ខ្ញុំគិតថា Fulham មានគ្រាន់បើជាង Spurs ផងបាទ Fulham 5ប្រកួតចុងក្រោយរបស់គាត់ចាញ់2ឈ្នះ3ណាចាញ់2ឈ្នះ3ប្រកួតចុងក្រោយយកឈ្នះ Sunderland ណែបាទ Sunderland ជើងខ្លាំងណាបាទបណ្ដាលាក់ចាស់ Fulham ទេបងប្អូនបាទ Fulham មកចាញ់ Everton វាចម្លែកចឹងដែរអញ្ចឹងក្រុមទាំងពីរនេះខ្ញុំគិតថាវាប្រហាក់ប្រហែលគ្នាទេបាទបើនិយាយពីគីឡូប៉ិនប្រហាក់ប្រហែលគ្នាតែម្ដងអញ្ចឹងយប់នេះមានអត្រាស្មើគ្នាខ្ពស់បងប្អូនណាមានអត្រាស្មើគ្នាខ្ពស់និយាយទៅកីឡាករ Spurs ល្អបាទមាន Mohamed Kudus Xavi Simons ទៅទិញពី RB Leipzig បាទមានដូចជា Brennan Johnson Koulibaly បាទរបស់ Paris Saint-Germain ណាKoulibaly បាទ Mohamed Kudus Xavi Simons សុទ្ធតែជើងខ្លាំង Bentancur Palhinha ណារបស់ប៉ុកទីហ្គាល់សុទ្ធតែខ្លាំងផងលេងដូចមិនវាពិបាកដល់ហើយបងប្អូនណាអញ្ចឹងសម្រាប់រាត្រីនេះគូទាំងពីរខ្ញុំrecommendថាស្មើគ្នាបងប្អូនណាប៉ុន្តែបើនិយាយអំពីលទ្ធភាពឈ្នះគឺ Spurs ហើយ Spurs ត0.25ទេបាទ Spurs ត0.25ទៅលើ Fulham បងប្អូនឆ្លាញ់ Spurs ក៏វាយដែរណាខ្ញុំមិនហាមឃាត់ទេខ្ញុំក៏គិតថា Spurs អាចនឹងឈ្នះក្នុងយប់នេះដែរប៉ុន្តែ Fulham គេមាំណាគេមាំអញ្ចឹងបាល់នេះមានអត្រាស្មើគ្នាបាទបាល់នេះមានអត្រាស្មើគ្នារវាង Spurs ជាមួយនឹង Fulham អូខេយើងនិយាយដល់គូក្រៅអង់គ្លេសបាទនិយាយពី Newcastle និង Everton តិចទៅបងប្អូនណា Newcastle ជាមួយ Everton នេះខ្ញុំអត់វិភាគច្រើនទេព្រោះវាជាគូទូចណាវាជាគូដែលមកជុំយើងចង់និយាយគូបាយ័នគូប៉ារីសគូបាសេទៀតបាទអញ្ចឹងសម្រាប់គូ Everton និង Newcastle នេះខ្ញុំទស្សន៍ទាយថាបាល់នេះមានគ្រាប់បាល់ច្រើនបាទបាល់នេះមានគ្រាប់បាល់ច្រើនប៉ុន្តែបើក្រុមដែលមានអត្ថិភាពឈ្នះក្នុងយប់នេះគឺ Newcastle បាទ Newcastle មានអត្ថិភាពឈ្នះប៉ុន្តែមានអត្រាមានគ្រាប់បាល់ច្រើនហើយស្មើបងប្អូនណាសម្រាប់គូនេះ over 2កន្លះអញ្ចឹងសម្រាប់គូនេះខ្ញុំ recommend ថាលេង over 2កន្លះតែម្ដងសម្រាប់ Newcastle និង Everton ណាបងប្អូនបាទលេង over 2កន្លះហើយសម្រាប់គូ Bayern Munich បាទ Bayern Munich ជាមួយ Estepoli នេះបាទ Bayern Munich ទើបតែឈឺចាប់ថ្មីចាញ់ Arsenal បាទចាញ់ Arsenal ថ្មីបាទដូចជាលទ្ធផល3-1ណាបាទចាញ់នៅក្នុង Emirates របស់ Arsenal អញ្ចឹង Bayern ស្គាល់ពាក្យថាចាញ់ហើយក្នុង22ប្រកួតបាទ22ប្រកួតស្គាល់ពាក្យថាចាញ់ហើយសម្រាប់ Bayern Munich អញ្ចឹងយប់នេះគឺនឹងលុបលាងភាពឈឺចាប់របស់ Bayern យប់នេះនឹងសងសឹកបាទខឹង Arsenal នឹងមកលុតទៅលើ Estepoli ហើយបងប្អូនបាល់នេះ Bayern ស៊ីមិនក្រុម4គ្រាប់ទេបាទទៅលើ Estepoli ណានេះជាការទស្សន៍ទាយរបស់ខ្ញុំបងប្អូនអាចចាំណាបន្ថែមហើយបើនិយាយពីកីឡាកររបស់គេបាទញាក់សាច់ទេបាទ Luis Diaz Harry Kane Mikel Olise បាទ Joseph Kimmich បាទ Goretzka ក៏ដូចជា Nicolas Jackson សម្រាប់រាត្រីនេះបងប្អូនណាតំបន់ការពាររបស់គេមានបាទ Kim Min-jae Upamecano មានដូចជាកីឡាករនេះTom Bischoff បាទ Tom Bischoff តិចមកពីណាកីឡាករនេះមើលសិនបាទដែលខ្ញុំដែលតាមដានគាត់ដែរបាទ29ទេ29លានទិញមកពី Hoffenheim បាទ Hoffenheim ណាបងប្អូនមិនថ្លៃទេអូខេហើយនៅចាំទីគឺកីឡាករ Manuel Neuer បាទអញ្ចឹងសម្រាប់រាត្រីនេះខ្ញុំគិតថា Bayern នឹងតាប់ទៅលើ
ST Poli ក្នុងលទ្ធផល3-0 4-0 បាទអាចនឹងវាយបាយ័នបានបងប្អូនណាបាទហើយគូ Barcelona បងប្អូនណាជាមួយនឹង Deportivo Alaves បាទBarcelona ជាមួយ Deportivo Alaves នេះនៅវេលាម៉ោង 10:15 នាទីហើយ Barca ដូចជាត2គ្រាប់ហើយតច្រើនដែរណាបាទត2គ្រាប់ទៅលើ Alaves ខ្ញុំមិនដឹងនិយាយថាម៉េចដែរបាទតច្រើនពេកតតែមួយកន្លែងវាយបានហ្នឹងមិនស្រួល Barca C2 2គ្រាប់ហ្នឹងឯងមិនស្រួល2-1ខ្លាចតែអញ្ចឹងបងប្អូនណាបាល់វាអញ្ចឹងព្រោះវាមួយរយៈហ្នឹងគឺវាកន្លប់ចាក់យ៉ាងឯងបាទក្រុមខ្លាំងក្រុមដែលវាយនោះស៊ីមិនដាច់ទេបាទកំហុសដាច់ទេបាទមែនទេហើយ Deportivo Alaves នេះមិនជាក្រុមខ្លាំងអីទេបាទគាត់ថាមកលេងបានអញ្ចឹងណាបាទប្រកួតចុងក្រោយចាញ់ទៅលើ Celta Vigo 1-0 ចាញ់ទៅលើ Girona បាទយកឈ្នះទៅលើ Espanyol យកឈ្នះទៅលើក្រុមស្អីគេនេះបាទនៅ Copa del Rey អត់ស្គាល់ទេបាទចាញ់ទៅលើ Vallecano អត់ល្អទេបាទទៅពេល Deportivo Alaves នេះមើលធៀបពិតទៅ Barca ដល់ឈ្នះហើយខ្ញុំបើនិយាយពីការឈ្នះខ្ញុំធានាថា Barca នឹងឈ្នះយប់នេះបងប្អូនណាគាត់ថាបញ្ហាគ្រាប់តខ្ញុំគិតថាបាល់នេះអាចនឹង Barcelona យកឈ្នះទៅលើ Deportivo Alaves ក្នុងលទ្ធផល2-0 បាទ2-0 ឬ3-1ណាបងប្អូនណាBarca យប់នេះជាមួយមើលមាន Lamine Yamal មានតែបាទមាន Lamine Yamal មាន Rafinha Dani Olmo បាទ Robert Lewandowski Casado បាទ Frankie de Jong បាទពេញជើងធម្មតាសម្រាប់ Barca ណាបងប្អូនអញ្ចឹងបងប្អូនស្រឡាញ់វាយ Barca យប់នេះក៏បានដែរបាទក៏បានដែរមិនអីទេខ្ញុំគិតថាយ៉ាងអត់បំផុតក៏ស្មើគ្រាប់តដែរសម្រាប់ Barca បងប្អូនណាប៉ុន្តែគាត់ថាវាមិនស្ថិតនៅក្នុងរ៉ាដារបស់ខ្ញុំលេងអញ្ចឹងគាត់ខ្ញុំវិភាគចែកជូនបងប្អូនថាដាក់កីឡាករណាលេងខ្លះអីចឹងណាបាទហើយ Barca មើលប្រកួតរបស់គាត់ចុងក្រោយបែរជាចាញ់ទៅលើ Chelsea បងប្អូនណាចាញ់ Chelsea 3-0 នៅក្នុង Stamford Bridge របស់ Chelsea បាទប៉ុន្តែបើនិយាយក្នុង League គាត់ឈ្នះទាំងអស់ហ្នឹងបាទក្នុង League ឈ្នះទាំងអស់ណាបងប្អូនប៉ុន្តែចាញ់ Real ដែរបាទប្រកួតជាមួយ Real ចាញ់ Real Madrid 2-1 នេះកាលនេះឈ្នះទៅលើ Elche ឈ្នះទៅលើ Club Brugge បាទឈ្នះទៅលើ Celta Vigo ឈ្នះទៅលើ Bilbao ឯណា 4-0 ឈ្នះទៅលើ Celta 4-2 ជាដើមបាទចាញ់ Chelsea អូខេអញ្ចឹងខ្ញុំនេះ Barca ខ្ញុំទូទាត់ថា Barca នឹងយកឈ្នះទៅលើ Alaves ក្នុងលទ្ធផល3-1បាទអរគុណច្រើនហើយសម្រាប់ Paris Saint-Germain បាទ Paris Saint-Germain ជាមួយ Monaco នេះបាល់នេះប៉ារីសដូចជាតឲ្យម៉ូណាកូចំនួន1គ្រាប់ដាច់បងប្អូនប៉ារីសដូចយ៉ាងម៉េចទេបាទថ្លាក់ថ្លើតដែរហ្នឹងណាប៉ារីសព្រោះគាត់លេងកំបោះដាច់បន្ទុកគេពេកបងប្អូនណាមើល28-30ជាមួយអាខ្សីចាញ់2បន្ទុកទេអញ្ចឹងយប់នេះប៉ារីសក៏មានអត្រាឈ្នះទៅលើម៉ូណាកូដែរប៉ុន្តែខ្ញុំគិតថាអត់ដាច់គ្រាប់តបាទម៉ូណាកូជាក្រុមមួយដែលខ្លាំងក្នុងដីដែរបងប្អូនបាទម៉ូណាកូគឺជាក្រុមដែលខ្លាំងក្នុងដីណាបើលេងក្រៅដីលេងបកាយទេបាទបើសិនជាម៉ូណាកូនៅក្រៅដីបងប្អូនអាចនឹងវាយបានបាទប៉ះមួយក្រុមណាក៏បាក់ដែរបាទម៉ូណាកូលេងក្រៅដីតែលេងក្នុងដីគាត់គេមុំតមណាបាទមុំតមចឹងខ្ញុំនេះខ្ញុំគិតថាម៉ូណាកូជាមួយនឹងប៉ារីសនេះលទ្ធផល 2-1 បាទលទ្ធផល 2-1 ណារវាងម៉ូណាកូជាមួយនឹងប៉ារីស Saint-Germain មើលបងប្អូនវាយស្មើគ្រាប់តនឹងឯងលេង over ក៏ស្មើគ្រាប់ over បាទ over 3គ្រាប់អីហ្នឹងអញ្ចឹងគូនេះបើសិនជាកុំលេងក៏ល្អបងប្អូនវាយប៉ារីសក៏វាយទៅបាទខ្ញុំមិនថាអីទេគាត់ខ្ញុំទូទីជូនបងប្អូនថាបាល់នេះអាចប៉ារីសចូលឈ្នះទៅលើម៉ូណាកូ2-1ណាបាទ2-1ឬ 1-0 នោះមិនប៉ុន្តែ 1-0 ទេបាល់នេះអាចនឹងមាន3គ្រាប់បាទអាចនឹងមាន3គ្រាប់អូខេមានតែប៉ុណ្្នឹងបងប្អូនបាទមានតែប៉ុណ្្នឹងឯងហើយមើលអស់ហើយបាទអស់ហើយសម្រាប់គូអ៊ីតាលីខ្ញុំអត់និយាយទេបាទអូខេអញ្ចឹងខ្ញុំជូនជាតម្រុយបាល់3គូសម្រាប់យប់ថ្ងៃសៅរ៍បាទទី29នេះតែម្ដងទៅបងប្អូនណា3គូសម្រាប់យប់នេះគូទី1ខ្ញុំគិតថាបងប្អូនអាចនឹងលេង Man City បានណាបាទខ្ញុំគិតថា Man City ជុំនេះគឺមានអត្រាឈ្នះទៅលើបាទក្រុម Leeds United បាទនេះគឺវាយ Man City 1 កន្លះបូក 2ទៅបងប្អូនបាទគូទី2គឺ over Everton ជាមួយ Newcastle បាទ Newcastle ជាមួយ Everton នេះខ្ញុំគិតថាលេង over 2 កន្លះគឺល្អណាអាចនឹងមាន 2-1 ប៉ុណ្ណឹង 2-1 ខាងណាទេបាទមិនដឹងថា 2-1 ខាង Everton ឬក៏ 2-1 ខាង Newcastle ទេអញ្ចឹងបងប្អូនអាចលេង over 2 កន្លះសម្រាប់ Everton ជាមួយ Newcastle ហើយគូទី3គឺវាយបាយ័នបាទបាយ័នវាយតែម្ដងណាបាទជាមួយនឹង ST Poli អញ្ចឹងវាយបាយ័ន2កន្លះដាច់បាទចាប់ដល់ទៀតគូទី1 over Man City over Man City បាទវាយ Man City បាទគូទី2គឺ over Everton ជាមួយ Newcastle បាទគូទី3គឺវាយBayern Munich បាទអរគុណច្រើនបើបងប្អូនចង់បានគូផ្សេងទៀតឬក៏ចង់មើលការ live បន្តផ្ទាល់បាទតគឺពិសេសរបស់យើងកុំភ្លេចចូល Telegram ពិសេស KA ណាគឺមាន link នៅក្នុង pin comment សម្រាប់ Facebook បងប្អូន YouTube នៅក្នុង description សម្រាប់បងប្អូន TikTok គឺមាន link នៅក្នុង profile របស់ខ្ញុំបាទអរគុណច្រើនសូមគោរពលា